លោកចិត្តមានតែនាងឯងមកចូលបន្ទប់ទឹកមើលរាយការណ៍របស់ខ្ញុំឯងណាហើយចូលបន្ទប់ទឹកមិនបាត់កលស្វាអូបន្ទប់ទឹកហ្នឹងមានច្បាប់ថាពេលដែលចូលត្រូវបិទកលឺចឹងឯងនាងឯងឃើញមកឃើញហើយស្គាល់មែនមកវាឯងមិនចាំទេកាលមាន20ឆ្នាំមុន20ឆ្នាំមុនរឿងអីគេឯងកាលពី20ឆ្នាំមុនដែលយើងធ្លាក់ដល់ចំណុច0ហើយយើងអស់អីអាលីងដោយសារអត្តកាយផល្លានេះវាបោកភិហ៊ុនបាវាឯងថ្ងៃហ្នឹងអត់ទៅក្រុមហ៊ុនទៅអីទេដូចរឿងយឺតដល់ថ្ងៃហ្នឹងអើយម៉ាក់វាហើយថ្ងៃអាទិត្យហ្នឹងឲ្យខ្ញុំទៅក្រុមហ៊ុនហ្មងរាល់ដងគ្មានគិតសៅអាទិត្យទេពេលប្រពន្ធសួរសិតថាចេះក្រុមហ៊ុនរបស់យើងឯងឥឡូវសៅអាទិត្យអីអូនសិតតែអញ្ចឹងឥឡូវថ្ងៃនេះនិយាយសៅអាទិត្យថ្ងៃនេះចង់សម្រាប់មួយថ្ងៃទៅម៉ាក់វាសម្រាប់ទៅខ្ញុំគ្រាន់តែសួរទៅខ្ញុំឆ្ងល់ហ្នឹងណាយើងបានកកើតមកប៉ុណ្នេះគឺសំណាងរបស់យើងឯងម៉ាក់វាមកពីការប្រឹងប្រែងរបស់យើង20-30ឆ្នាំហើយម៉ាក់វាឯងមិនចាំទេកាលមាន20ឆ្នាំមុន20ឆ្នាំមុនរឿងអីគេឯងកាលពី20ឆ្នាំមុនដែលយើងធ្លាក់ដល់ចំណុច0ហើយយើងអស់អីអាលីងដោយសារអត្តកាយផល្លានេះវាបោកភិហ៊ុនរបស់យើងហើយយើងស្ទើរនឹងជាប់គុកទៀតឯងមានចាំទេខ្ញុំថៃចាំរឿងហ្នឹងហើយម៉ាក់វាអញ្ចឹងហើយខ្ញុំដឹងថាអត្តកាយផល្លាវាមានកូនស្រីម្នាក់ហើយឥឡូវយើងក៏មានកូនប្រុសម្នាក់ខ្ញុំចង់ឲ្យកូនប្រុសរបស់យើងបន្លំខ្លួនចូលទៅក្នុងគ្រួសាររបស់អត្តកាយផល្លាដើម្បីយើងបានឱកាសសងសឹកជាមួយនឹងវាវិញបាវាឯងធ្វើអញ្ចឹងមិនកើតទេដឹងហីយកវាសនាកូនទៅលេងសើចមិនខ្ញុំថាដូចមិនល្អទេវាមិនអីទេព្រោះថាខ្ញុំដឹងពីសមត្ថភាពរបស់កូនហើយខ្ញុំដឹងថាកូនមិនអាចទៅលងស្រឡាញ់កូនអត្តកាយផល្លាបានទេម៉ាក់វាកុំព្រួយបើសិនជាកូនយើងបានចូលទៅក្នុងគ្រួសាររបស់អត្តកាយផល្លាវានឹងអាចក្តោបក្តាប់ទិន្នន័យទាំងអស់របស់ក្រុមហ៊ុនអត្តកាយផល្លាបានខ្ញុំដឹងពីសមត្ថភាពរបស់វាព្រោះថាកូនយើងក៏ឆ្លាតដែរឯងឲ្យតែច្បាស់ដោយការគិតរបស់ប៉ាវាឯងនិយាយអញ្ចឹងប្រពន្ធអត់ចំទាស់ហ៎ហ្នឹងហើយម៉ាក់វានិយាយអញ្ចឹងកូនយើងទៅណាហើយម៉ាក់វាកូនណាជីរ៉ាបាទម៉ាក់មានធ្វើអីហ្នឹងម៉េះមើលនេះប៉ាម៉ាក់ចង់ពិភាក្សាមួយឯងណាគួយជាប៉ាឯងមកអង្គុយមកកូននេះជីរ៉ាម្ដងហើយទៅប៉ានេះម៉ាក់ល្អហើយកូននិយាយអញ្ចឹងថ្ងៃនេះថ្ងៃអាទិត្យហើយកូនឯងធ្វើខ្លួនប្រងទៅណាហ្នឹងដោយសារតែក្រុមហ៊ុនរបស់យើងកំពុងតែច្បោកច្បល់បន្តិចអញ្ចឹងខ្ញុំចង់ទៅជួបជាមួយនឹងជំនួយការបន្តិចប៉ាមានរឿងអញ្ចឹងផងតែអត់អីកូនអាចដោះស្រាយបានព្រោះតែវាជារឿងតិចតួចទេមិនអីទេអញ្ចឹងប៉ាមានរឿងចង់ពិភាក្សាមួយកូនហើយរឿងនេះគឺជាគំនុំតាំងពី20ឆ្នាំមុនគំនុំនេះលោកប៉ានិងម៉ាក់ធ្លាប់មានគំនុំទៀតផងកូនដូចជាមិនដែលដឹងសោះរឿងទាំងអស់ហ្នឹងកូនសួរប៉ាឯងទៅច្បាស់លាស់ជាងម៉ាក់នេះលោកប៉ាយើងធ្លាប់មានគំនុំជាមួយនឹងនរណាគេកូនដូចជាអត់ដែលដឹងសោះហ្នឹងហើយកូនកាលពី20ឆ្នាំមុនដែលជាកំណត់របស់កូនម៉ាក់និងប៉ាប៊ីសនឹងធ្លាក់ខ្លួនចូលគុកដោយសារតែអត្តកាយផល្លាវាបោកភិហ៊ុនរបស់យើងហើយវាទម្លាក់កំហុសមកលើយើងទៀតពេលហ្នឹងប៉ានិងម៉ាក់ឯងគឺធ្លាក់ដល់ចំណុច0ទម្រាំមកដល់ថ្ងៃនេះវិញប៉ានិងម៉ាក់ឯងលំបាកខ្លាំងអញ្ចឹងគំនុំទាំងអស់នេះប៉ាចាំអស់មួយជីវិតហើយគិតថាថ្ងៃណាមួយ
baនឹងធ្វើទង្វើអស់នេះដាក់វាវិញ លោកតកែផល្លាអូអញ្ចឹងតើលោកប៉ាបានភាកហ៊ុនរបស់យើងឃើញតន័យរបស់លោកតកែផល្លាហ្នឹងចូលវីលោករហូតកូនគិតតែឆ្ងល់ថាមិនក៏ភាកហ៊ុនរបស់តកែលោកផល្លាមកចូលវីលោកក្រុមហ៊ុនយើងរហូតអញ្ចឹងតែនៅពេលនេះកូនដឹងហើយដោយសារតែក្រុមហ៊ុនលោកតកែផល្លានិងក្រុមហ៊ុនយើងជាគូបដិបត្តិនឹងគ្នាប៉ុន្តែអត់អីទេមួយរយៈដែលកូនកាន់ហ្នឹងលោកតកែផល្លាអត់អាចវាលោកចូលតន័យយើងបានទេព្រោះកូនបានបិទភ្ជាប់វាអស់ហើយលោកប៉ាតើអញ្ចឹងលោកប៉ាឲ្យជីរ៉ាធ្វើយ៉ាងម៉េចទៅ ជីរ៉ាប៉ាហើយយ៉ាងម៉េចឯងមានគំនិតមួយព្រោះថានៅក្នុងគ្រួសាររបស់អត្តកែផល្លាវាមានកូនស្រីម្នាក់អញ្ចឹងកូនគូតែដឹងហើយថាទៅធ្វើយ៉ាងណា អូគប់ជួនល្មមលោកប៉ាព្រោះតែកូនឃើញលោកតកែផល្លាកំពុងតែរើសអង្គរៈដើម្បីការពារកូនស្រីរបស់គាត់អញ្ចឹងបើសិនជាខ្ញុំធ្វើជាអង្គរៈរបស់កូនស្រីគាត់ខ្ញុំនឹងអាចនៅចិត្តកូនស្រីរបស់គាត់ហើយនឹងអាចយកចិត្តបាន តាវីជាឱកាសយើង ជាឱកាសមួយទៀតឯងមក ឲ្យកូនយើងទៅតែម្ដងទៅ អញ្ចឹងកូនត្រូវតែហ៊ានលះបង់ដើម្បីចូលទៅក្នុងគ្រួសាររបស់លោកតកែផល្លាឲ្យបាន មិនអីទេលោកប៉ារឿងការងារប៉ុណ្ណឹងកូនអាចធ្វើបានទោះវាលំបាកជាងហ្នឹងក៏កូនអាចធ្វើបានដែរព្រោះតែកូនចង់តបស្នងអ្នកមានគុណទាំងពីរព្រោះអ្នកមានគុណទាំងពីរធ្វើមកច្រើនហើយហត់ច្រើនហើយគំនុំហ្នឹងកូនជាអ្នកសងសឹក ល្អហើយកូនប្រុសប៉ុន្តែជាចុងក្រោយប៉ាក៏សូមហាមផ្ដាច់គឺមិនឲ្យកូនទៅស្រឡាញ់កូនស្រីអត្តកែផល្លាទេ រឿងនេះដូចប៉ាម៉ាក់ដឹងហើយថាកូនមិនអាចទៅស្រឡាញ់ម្នាក់ណាបានទេព្រោះកូនឥឡូវកំពុងតែវក់ជាមួយនឹងការងារកូនមិនចង់ស្រឡាញ់អ្នកណាកូនមិនចង់យកអ្នកណាមកធ្វើជាគូអនាគតអីកូនឈឺក្បាលខ្លាំងលោកប៉ា កូនចូលទៅក្នុងក្រុមគ្រួសារគេមិនមែនចូលទៅធ្វើរឿងស្នេហាទេណាគឺចូលទៅសងសឹកឲ្យវងតកូលយើងណា អ្នកម៉ាក់លោកប៉ាអាចទុកចិត្តលើកូនបានកូនធ្វើយ៉ាងចឹងកើតឡើងទេ ល្អហើយកូន ឥឡូវកូនចាប់ផ្ដើមរៀបចំឯកសារដើម្បីឲ្យ fly ទៅដាក់ការងារហ្នឹងលោកប៉ា ចាត់ការចុះ ចាប់ កូន ផ្ដើមមកកូនតាវីយើងមានសំណាងមួយដែរដែលឯងបានបង្កើតកូនប្រុសមកជាស្នងតកូលរបស់ឯង ហ្នឹងហើយម៉ាក់វា បងនេះញ៉ាំទឹកសិនអញ្ចឹងមិនចេះរឿងដែលពួកយើងនិយាយគ្នាថានឹងរកអង្គរៈម្នាក់ដើម្បីការពារកូនស្រីយើងព្រោះថាកូនយើងកាន់តែធំទៅណាបងហើយណាមួយទៀតរាល់ថ្ងៃនេះអូនបារម្ភពីសុខភាពរបស់កូនស្រីយើងបង រឿងហ្នឹងបងក៏បារម្ភដែរហើយបងរើសអង្គរៈបានហើយទីទៀតគេនឹងមកទៅជាមួយបងផ្ទាល់ហើយ លោកបងនេះអាចទុកចិត្តបានអត់សុខភាពកូនស្រីរបស់យើងប៉ាម៉ាក់ អើគុណអត់ នេះខ្ញុំលើថាប៉ាម៉ាក់រើសអង្គរៈឲ្យខ្ញុំមែន ហ្នឹងហើយប៉ាហើយនឹងម៉ាក់កំពុងតែពិភាក្សាគ្នារឿងរើសអង្គរៈឲ្យកូនព្រោះអីឥឡូវនេះកូនធំហើយអញ្ចឹងប៉ាហើយនឹងម៉ាក់កូនបារម្ភពីសុខភាពរបស់កូនព្រោះថាការងាររស់ស៊ីរបស់ប៉ារាល់ថ្ងៃមានការប្រកួតប្រជែងច្រើនណាស់មិនដឹងថានរណាល្អនរណាអាក្រក់ទេ មិនមែនទេកូននេះប៉ារបស់ឯងគាត់និយាយត្រូវកូនកាន់តែធំហើយណាមួយប៉ាម៉ាក់បារម្ភពីសុខភាពរបស់កូនពេលដែលកូនទៅរៀនណាមួយប៉ារបស់កូនក៏មានដៃគូប្រកួតប្រជែងច្រើនដែរហើយពួកគាត់ទាំងអស់ហ្នឹងសិតតែស្គាល់កូនហើយមិនដឹងថារាល់ថ្ងៃហ្នឹងអ្នកណាល្អអ្នកណាអាក្រក់ជាមួយយើងណាកូនអូយប៉ាម៉ាក់ខ្ញុំធន់ណាស់ទៅសាលារៀនមានអង្គរៈតែម្នាក់ឯងមកសាលាខ្ញុំត្រូវការសេរីភាពដែរប៉ាម៉ាក់ហើយពេលទៅណាមានអង្គរៈដើរតាមអញអញធន់ណាស់ខ្ញុំត្រូវការសេរីភាព ប៉ាគាត់ថាកូនឯងទ្រាំមួយរយៈសិនទៅព្រោះថាប៉ាហើយនឹងម៉ាក់កូនបារម្ភពីសុខភាពរបស់កូន
អាឡូមកដល់ហើយនឹងឲ្យចូលមកខាងក្នុងមកខ្ញុំនៅខាងក្នុងបាទបាទ ប៉ុន្តែ នេះសួរ អូ មិនចាំកូនមកខាងលើសិនប៉ាម៉ាក់មានការនិយាយជាមួយគាត់ទេ នឹងអញ្ជើញអង្គុយបងប្អូន ទៅครับហើយនេះជាប្រវត្តិរូបខេប មានអីបទពិសោធន៍ការងារក៏ល្អចំណេះជំនាញក៏មានច្រើនរូបសម្បត្តិក៏សមសួនអញ្ចឹងសម្រាប់ថាប្អូនព្រមចូលមកធ្វើការនៅទីនេះមែនទេ បានលោកប្រុសខ្ញុំសម្រេចថាធ្វើបរិស័ទដែលជីវភាពគ្រួសាររបស់ខ្ញុំមានការខ្វះខាត ហ្នឹងហើយអញ្ចឹងសម្រាប់ថាប្អូនចូលធ្វើការនៅថ្ងៃនេះចុះប៉ុន្តែល្ងាចបន្តិចប្អូននឹងរៀបចំអវ៉ាន់មកព្រោះអីពូនឹងរៀបចំបន្ទប់នៅខាងលើមួយសម្រាប់ប្អូនអញ្ចឹងអូនឡើងទៅរៀបចំបន្ទប់មួយចុះបន្ទប់ដែលនៅទំនេរជាប់បន្ទប់យើង ចាបង អញ្ចឹងនៅក្នុងថ្ងៃនេះពេលល្ងាចខ្ញុំសូមអនុញ្ញាតលោកប្រុសដើម្បីទៅរើកៅអៅពីផ្ទះមក ហ្នឹងហើយចាំប្អូនជឿទៅ បាទលោកប្រុស នាងឯងថ្ងៃរោគចិត្តបាទនាងឯងមិនរោគចិត្តមែនតែនាងឯងមកចូលបន្ទប់ទឹកមើលរាយការណ៍របស់ខ្ញុំទេ ហើយចូលមកទឹកមិនបាត់កលិទ្វា អូបន្ទប់ទឹកហ្នឹងមានច្បាប់ថាពេលដែលចូលត្រូវបិទកលឺចឹងឯងនាងឯងបើឃើញកុំឲ្យឃើញ ហើយស្គាល់មែនណាកុំមករោគចិត្តនឹងហ្នឹងណានៅណាអត់មានមនុស្សរោគចិត្តទេ ដៃដល់ទេ